បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងឲ្យឧទាហរណ៍ថាតើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលមានសារៈប្រយោជន៍ឬក៏ដូចជាមានផលវិបាកអ្វីខ្លះនៅក្នុងវិជាការរស់នៅរបស់យើងជារៀងរាល់ថ្ងៃខ្ញុំលើកឧទាហរណ៍សាមញ្ញមួយបើសិនជាយើងជាពាក់ធនាគារ$10,000អត្រាការប្រាក់5.5ហើយរយៈពេល10ឆ្នាំក្នុងនោះមួយខែយើងបង់ឲ្យធនាគារ$817ខ្ញុំបញ្ជាក់ម្ដងទៀតយើងខ្ចីធនាគារ$10,000ហើយយើងបង់ធនាគាររយៈពេល10ឆ្នាំក្នុងអត្រាការប្រាក់5.5%ក្នុងមួយខែយើងបង់ឲ្យធនាគារ$817ចឹងនៅពេលដែលធនាគារកណ្ដាលបន្ថយអត្រាការប្រាក់មកសល់ត្រឹម3.75ឧទាហរណ៍ជាក់ស្ដែងរបស់ធនាគារសហរដ្ឋអាមេរិកបន្ថយអត្រាការប្រាក់មក3.75ក្នុងនោះយើងនឹងជាពាក់ធនាគារដដែល$10,000រយៈពេល10ឆ្នាំ180ខែជាមួយនឹងអត្រាការប្រាក់3.75ប៉ុន្តែក្នុងមួយខែយើងបង់ឲ្យធនាគារត្រឹមតែ$727ដែលនេះហើយគឺជាការកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យយើងមានភាពធូរស្រាលក្នុងការបង់ធនាគារប៉ុន្តែត្រឡប់មកវិញមួយទៀតធម្មតាអត្រាការប្រាក់យើងមានទាំងការខ្ចីនិងមានប្រាក់បញ្ញើអញ្ចឹងដូចគ្នានេះដែរខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចគ្នាដែរពេលដែលយើងកាត់បន្ថយអត្រាការប្រាក់នៅពេលដែលយើងយកទៅប្រាក់យកដាក់លុយ$10,000ដដែលយកទៅប្រាក់បញ្ញើអញ្ចឹងនៅពេលដែលយើងបញ្ញើជាមួយនឹងធនាគារបាទខ្ញុំធ្វើការកលេសហើយនៅពេលដែលយើងយកប្រាក់បញ្ញើទៅដាក់មួយធនាគារ$10,000ក្នុងអត្រាការប្រាក់5.5%ក្នុងនោះ$10,000របស់យើងបន្ទាប់ពីដកពន្ធឲ្យហើយគឺយើងសល់មួយខែ$430ប៉ុន្តែបើសិនជាអត្រាការប្រាក់ដូចគ្នាមិញតម្លាក់ថយមកដូចគ្នាដោយសារធនាគារកណ្ដាលប្រាក់បញ្ញើត្រឹមតែ3.75ក្នុងនោះ$10,000របស់យើងដដែលនឹងបន្ថយអត្រាការប្រាក់មក$293ដែលកន្លែងនេះបងប្អូនខ្ញុំទាញចំណាប់អារម្មណ៍បងប្អូនបន្តិចមានថាការកាត់បន្ថយអត្រាការប្រាក់ហេតុអីបានគេដែលកាត់បន្ថយអត្រាការប្រាក់បងប្អូនទាំងអស់គ្នាយកលុយទៅវិនិយោគឬក៏យកលុយទៅប្រើប្រាស់ច្រើនជាងសន្សំទុកក្នុងធនាគារអញ្ចឹងរឿងពីរមិញបងប្អូនត្រូវមើលទីមួយនៅពេលដែលយើងបន្ថយអត្រាការប្រាក់យើងបង់ធនាគារពី$800មកសល់$700ដោយសារតែក្នុងនោះយើងសល់មួយខែចំណេញបាន$100ទុកសម្រាប់ប្រើប្រាស់យើងអាចយកទៅប្រើប្រាស់សន្សំលុយឬក៏ចាក់សាំងឬក៏ទិញសម្លៀកបំពាក់ឬក៏ហូបចុកអីខាងក្រៅទៅទន្ទឹមនឹងគ្នានេះដែរនៅពេលដែលយើងមានប្រាក់បញ្ញើនៅធនាគារពីអត្រាការប្រាក់5.5%ដែលយើងទទួលបាន$430បន្ថយមកសល់ត្រឹមតែ3.75ដោយក្នុងនោះយើងទទួលបានប្រាក់ការប្រាក់បញ្ញើហ្នឹងគឺត្រឹមតែ$290ដែលកន្លែងនេះនៅពេលដែលយើងបន្ថយអត្រាការប្រាក់ទាំងអស់គ្នាប្រកាសជានឹងមិនយកលុយទៅដាក់ធនាគារទៀតទេដោយសារអីបងប្អូនអាចយកលុយទៅរកស៊ីបងប្អូនអាចយកលុយទៅវិនិយោគបងប្អូនអាចយកលុយទៅធ្វើអីផ្សេងដែលអត្រាការប្រាក់របស់បងប្អូនអាចរកប្រាក់ចំណេញបានច្រើនជាងដែលយើងសន្សំធនាគារនេះហើយគឺជាហេតុផលសាមញ្ញដែលការកាត់បន្ថយអត្រាការប្រាក់វាជះឥទ្ធិពលយ៉ាងណាទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកយើងទន្ទឹមនឹងមួយទៀតហេតុអីបានពេលតែកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យតម្លៃមាសឡើងថ្លៃដូចគ្នាជាមួយមិញដែរបងប្អូនទាំងគ្នានៅពេលដែលបងប្អូនសន្សំលុយនៅក្នុងធនាគារខំប្រៀបធៀបជាមួយនឹងបងប្អូនទៅទិញមាសមកទុកនឹងខ្លួនទិន្នផលដែលអត្រាការប្រាក់នៃធនាគារឲ្យនិងទិន្នផលនៃការឡើងថ្លៃនៃតម្លៃមាសឬក៏ appreciate តម្លៃនេះគឺវាខុសគ្នាបើបងប្អូនទិញមាសកាលពីដើមឆ្នាំ2025នៅក្នុងតម្លៃខ្ញុំឧទាហរណ៍ជាតួលេខមួយទេនៅក្នុងតម្លៃ$4,000ក្នុងមួយតម្លឹងនៅឆ្នាំ2025ដើមឆ្នាំមកទល់នឹងបច្ចុប្បន្ននេះបងប្អូនប្រកាសជាលក់មាសមួយតម្លឹងហ្នឹងណាបានរហូតដល់$5,500ដែលក្នុងនោះបងប្អូនចំណេញ$1,500ក្នុងមួយតម្លឹងនៃលុយរបស់បងប្អូនកន្លះមាន$4,000ប៉ុន្តែបើសិនជាបងប្អូនយក$4,000ហ្នឹងទៅដាក់នៅក្នុងធនាគារមកទល់នឹងចុងឆ្នាំនេះបងប្អូននឹងមិនអាចរកប្រាក់ចំណេញ$1,500បានទេដែលវាស្មើនឹងលើសពីខ្ញុំយកចែកនេះសិន4,000ចែកមកចែក4,000ចែក4,000នេះ37%កន្លះខ្ញុំក៏ឧទាហរណ៍ណាបងប្អូនមិនមែនតួលេខជាក់ស្ដែងដោយសារខ្ញុំមានតួលេខទិន្នន័យខ្ញុំបានមើលអាតម្លឹងពីដើមឆ្នាំអញ្ចឹងបងប្អូននឹងមិនអាចរកប្រាក់ចំណេញ$1,500ដោយសារតែបងប្អូនតម្កល់លុយនៅក្នុងធនាគារនៅពេលដើមឆ្នាំរហូតដល់ម្ដងចុងឆ្នាំនេះបានទេដែលកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនថានៅពេលដែលយើងកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យមាសឡើងថ្លៃ
ធ្វើឲ្យការដែលចាយវាយនៅក្នុងប្រជាក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងមានការកើនឡើងដោយសារតែបងប្អូននឹងមិនរក្សាលុយឬក៏នឹងមិនសន្សំលុយនៅក្នុងធនាគារទេបងប្អូនអាចយកទាំងអស់ហ្នឹងទៅធ្វើការទិញដីធ្វើការទិញអចលនទ្រព្យឬក៏ធ្វើការទិញមាសឬក៏យកទៅការវិនិយោគផ្សេងៗដែលទាំងអស់នេះហើយវាជាឧទាហរណ៍សាមញ្ញបំផុតនៅពេលដែលកាត់បន្ថយអត្រាការប្រាក់បើយើងនិយាយពីបច្ចេកទេសវារៀងស្មុគស្មាញអញ្ចឹងខ្ញុំរកឧទាហរណ៍ណាងាយស្រួលសម្រាប់បងប្អូនទាំងគ្នាក្នុងការស្វែងយល់ថានៅពេលដែលកាត់បន្ថយអត្រាការប្រាក់ភ្លាមតើនឹងជះឥទ្ធិពលយ៉ាងណាទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃបាទសូមអរគុណអូបើសិនជាបងប្អូនចង់ស្វែងយល់បន្ថែមទាក់ទងជាមួយនឹងព័ត៌មានសេដ្ឋកិច្ចក៏ដូចជាទិន្នផលសេដ្ឋកិច្ចតើសុចនៈសំខាន់មួយណាដែលអ្នកវិនិយោគិនក៏ដូចជាសេដ្ឋកិច្ចវិទូតែងតែតាមដានជារៀងរាល់ប្រចាំខែបងប្អូនអាចតំណងមក admin បានតាមរយៈលេខទូរស័ព្ទ095 722 377 admin នឹងធ្វើការបញ្យល់លម្អិតទាក់ទងជាមួយនឹងលទ្ធផលទាំងអស់នោះហើយថែមទាំងបើសិនជាបងប្អូនត្រូវការប្រឹក្សាស្វែងយល់រៀងការកក់ហាងឆៃមាសឬក៏ត្រូវការប្រឹក្សាតើតម្លៃមួយណាគួរលក់ឬក៏ជួញដូរទិញនៅតាមមាសគីឡូខាងក្រៅបងប្អូនក៏អាចតំណង admin បានដែរតាមរយៈលេខទូរស័ព្ទ095 722 377បាទសូមអរគុណ